បាទនេះគឺជាសកម្មភាពយើងកាប់ដើមពោតធ្វើជាចំណីគោដើមពោតសល់ពីគេប្រមូលផលកាច់យកស្នៀតទៅយើងមកចុះមកធ្វើជាចំណីគោក្រុមការងារ